ហើយកូនសិស្សសំអាតនៅទីកន្លែងដែលត្រូវស្តុកកូនជើព្រោះដោយសារតែកន្លែងហ្នឹងគឺស្មៅច្រើនញាតិញោមមើលក្នុងវីដេអូនេះគឺឃើញស្រាប់ហើយស្មៅច្រើនសិតតែស្មៅកវ៉ាញជ្រូកក៏អញ្ចឹងទៅក៏ឲ្យកូនសិស្សគាត់នាំគ្នាសម្អាតដកស្មៅចេញអំពីកន្លែងស្តុកកូនឈើហ្នឹងព្រោះហើយកូនឈើដែលយើងត្រូវដាំហ្នឹងគឺមានច្រើនណាស់ញាតិញោមមានដើមរាំងទឹកមានដើមកញ្ញូងមានដើមធ្នង់ឈាមមាន់មានដើមនាងនួនមានដើមសុក្រំមានដើមភ្នៅមានដើមម្ដេញមានដើមសមមានដើមចាំងគឺស្នេហ៍មានដើមសំរងមានដើមនាងនួនមានដើមកញ្ញូងមានដើមទេពរោមានដើមឈើអែមមានដើមត្រមួងមានដើមសដានមានដើមច្រើនណាស់ញោមស្មារៀបរាប់មិនអស់ហើយរៀបដើមតាត្រាវដើមអីជាដើមស្មាដែលស្គាល់ទៅតែស្គាល់ពីបួសលោលអែមដើមតាត្រាវដើមអីដើមភ្ញៀវមានដើមភ្ញៀវដើមអីទៀតញាតិញោមដើមកកោះក៏ដើមកកោះក៏មានដែរដើមកកោះក៏ត្រូវការមកច្រើនដើមកកោះក៏ហើយដើមឈើផ្សេងជាតិជាច្រើនញាតិញោមដែលអាត្មាមិនស្គាល់ហើយភ្ញៀវទម្លាប់ខ្មែរហ្នឹងក៏អាត្មាត្រូវការមកដាំដែរដើម្បីបានលម្អវត្តអារាមផងហើយក៏ដើម្បីបានមកលុបដល់មនុស្សហើយនឹងសត្វទាំងឡាយផងព្រោះថាដើមឈើកាលណាយើងដាំច្រើនចឹងទៅធំទៅវាមកលុបតិចទៅត្រឈឹងត្រឈៃហើយវាបានផ្ដល់នៅភាពត្រជាក់ដល់ទេវតាដល់មនុស្សដល់សត្វនិងទេវតាទាំងឡាយព្រោះហើយបានប្រយោជន៍ច្រើនណាស់ញាតិញោមឧទាហរណ៍ថាវត្តអារាមមានដើមឈើច្រើនអញ្ចឹងវាពោពេញទៅដោយពណ៌បៃតងព្រោះអញ្ចឹងពេលញាតិញោមចូលមកឃើញដើមឈើនៅក្នុងវត្តអារាមច្រើនអញ្ចឹងទៅក៏វាធ្វើឲ្យយើងត្រជាក់ភ្នែកញោមឃើញសម្រស់នៃពណ៌បៃតងធ្វើឲ្យយើងត្រជាក់ភ្នែកធ្វើឲ្យយើងស្រស់ស្រាយអញ្ចឹងទៅព្រោះអញ្ចឹងដើមឈើមានអត្ថប្រយោជន៍ច្រើនណាស់ញាតិញោមដើម្បីសំបីដើមឈើហ្នឹងកាត់បន្ថយកម្ដៅផងហើយធ្វើឲ្យសម្រស់វត្តអារាមហ្នឹងក៏ស្រស់ស្អាតផងព្រោះចឹងដើមឈើដែលយើងត្រូវដាំហ្នឹងគឺច្រើនណាស់ញាតិញោមច្រើនណាស់មករៀបរាប់មិនអស់ទេដែលញាតិញោមមើលនៅក្នុងការវីដេអូហ្នឹងគឺឃើញដើមឈើជាច្រើនដែលអាត្មាត្រូវការរកមកដាំនេះមានដើមកញ្ញូងដើមលៀបអីទៀតញោមដើមកញ្ញូងដើមលៀបដើមនាងនួនដើមរាំងទឹកជាច្រើនអីផ្សេងទៀតញាតិញោមហើយនេះដើមផ្កាម្លិះហើយឈូកអាត្មាត្រូវការ